Hello ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនាំគ្នាធ្វើសឹកឆ្លងទន្លេម្ដងបាទគឺទៅតំបន់អរិយខ្សាត់ល្វីអែមនេះគឺជាទេសភាពនៅលើទន្លេចតុមុខយើងនេះគឺជាទីក្រុងកោះពេជ្រហើយបងប្អូនសាកសម័យទៅនៅពេលដែលស្ពានភ្នំពេញអរិយខ្សាត់បានធ្វើហើយតើនៅត្រោយខាងកើតយើងនេះខាងអរិយខ្សាត់នឹងទៅជាយ៉ាងណាបងប្អូនសាកសម័យមើលទៅអញ្ចឹងខ្ញុំគិតថាអាចនឹងមានតែគេខុសៗដូចនៅខាងកោះពេជ្រអញ្ចឹងឥឡូវនេះយើងបានមកដល់ត្រោយមកខាងហើយចេញដំណើរទៅហើយអញ្ចឹងចំពោះពុកម៉ែបងប្អូនដែលធ្លាប់តែគិតថាតំបន់អរិយខ្សាត់ស្រុកល្វីអែមខាងល្វីអែមនេះពិបាកមកដោយសារតែយើងត្រូវឆ្លងទន្លេត្រូវអីហ្នឹងគឺសូមបំភ្លេចវាចោលទៅពីព្រោះនៅក្នុងឆ្នាំ2026នេះស្ពានឆ្លងពីភ្នំពេញមកខាងអរិយខ្សាត់ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនិងបើកការដ្ឋានជាស្ថាពរហើយនៅពេលបច្ចុប្បន្ននេះនៅមានស្ពានមួយកន្លែងទៀតដែលកំពុងសាងសង់តភ្ជាប់ពីផ្លូវកវត្តក្រុងទី3ផ្លូវជាតិលេខ1មកខាងឃុំថ្មគោស្រុកល្វីអែមផងដែរហើយនេះគឺជាស្ថានភាពផ្លូវនៅក្នុងស្រុកល្វីអែមបងប្អូនអាចមើលបានថាគឺផ្លូវសុទ្ធតែក្រាលកៅស៊ូឬក៏បេតុងទាំងអស់អញ្ចឹងងាយស្រួលក្នុងការបើកបរខ្លាំងមែនតើមិនដូចកាលពី10ឆ្នាំមុនទេហើយសូម្បីតែនៅក្នុងស្រុកល្វីអែមទាំងមូលក៏មានទឹកភ្លើងរត់រួចជាស្រេចដែរកុំគិតថានៅខាងស្រុកល្វីអែមហ្នឹងអត់មានទឹកអត់មានភ្លើងដូចកាលពី10-20ឆ្នាំមុនអត់ទេឥឡូវគឺមានទឹកភ្លើងរត់ដូចតែនៅក្នុងភ្នំពេញយើងអញ្ចឹងហើយក៏មានឡានសម្រាមមកប្រមូលសម្រាមរាល់ថ្ងៃដូចនៅក្រុងភ្នំពេញយើងអញ្ចឹងដែរហើយនេះគឺជាផ្លូវបេតុងនៅក្នុងភូមិព្រែករៃឃុំព្រែករៃស្រុកល្វីអែមខេត្តកណ្ដាលដែលជាផ្លូវដែលខ្ញុំត្រូវជិះឆ្លងកាត់ទៅមើលដីរបស់អតិថិជននៅទីនោះឥឡូវនេះខ្ញុំក៏បានមកដល់ទីតាំងដីតែម្ដងក្នុងនាមជាភ្នាក់ងារប្រកបដោយវិជ្ជាជីវៈដាច់ខាតខ្ញុំត្រូវតែចុះទៅមើលព្រំដីគ្រប់កន្លែងដើម្បីងាយស្រួលកំណត់រាងដីបន្ទាប់មកទៀតគឺខ្ញុំត្រូវតែប្រើ drone ដើម្បីហោះពីលើមើលរាងដីបន្ថែមទៀតហើយនេះខ្ញុំកំពុងតែបញ្ជាក់ព្រំថាពីណាដល់ណាខាងក្រោយហ្នឹងពីខាងណាដល់ខាងណាជាមួយខាងម្ចាស់ដីតាំងពីខ្ញុំប្រឡូកនៅក្នុងវិស័យដីធ្លីនេះមករយៈពេលជាង10ឆ្នាំហើយខ្ញុំតែងតែ